ចាំមិនរាប់សួរតោះតែឡាលេងជាមួយខ្ញុំតើទៅយើងគូនឹងខ្ញុំជីកោមួយកៃតោះតែឡាលេងជាមួយខ្ញុំតើទៅចាត់ជីណាខ្ញុំជីកោសម្រាប់អ្នកដែលគាត់ចូលចិត្តបែបធម្មជាតិដូចជាព្រៃភ្នំទឹកទន្លេព្រៃឈើអីហ្នឹងត្រូវឲ្យមើលវីដេអូនេះចាហ្នឹងហើយដោយសារតែខ្ញុំអត់មានកម្រងដើរលេងទេប៉ុន្តែដោយសារតែគ្រូសាស្ត្រខ្ញុំគាត់សម្រាប់ចឹងទៅយើងក៏សម្រាប់ចិត្តថាមកលេងចិត្តលោកចូលចឹងណាបែបធម្មជាតិហ្នឹងហើយនៅនេះដែររបៀបទន្លេតែរបៀបថាទន្លេដូចទឹកជ្រោះហូរមកហើយគេហៅថាទន្លេចឹងណាហើយទឹកហ្នឹងវារៀងរាក់ដែរបើសិនជានៅខ្មែរដូចរបៀបថាគេហៅថាអីគេរបៀបទឹកជ្រោះអីចឹងទៅហ្នឹងឯងតែនៅនេះគេហៅទឹកទន្លេយ៉ាស្ហីនៅនឹងទឹកថ្លាស្អាតមែនតើនិយាយទៅវាហូរយ៉ាងខ្លាំងដែរនិយាយទៅគួរឲ្យចង់លេងហ្មងចឹងណាហើយខ្ញុំនេះឃើញទឹកអត់បានហ្មងចាគឺលក្ខណៈថាដោះបិជើងលាត់ជើងខោអីចឹងណានិយាយទៅសុបាយតែឯងតែពេលចឹងទៅខ្ញុំសុបាយក្នុងចិត្តបើសិនជាលក្ខណៈថានៅខ្មែរវិញណាហើយទេសភាពបានអញ្ចឹងបានទឹកហូរទឹកធ្លាក់អីមកអញ្ចឹងហើយយើងអង្គុយជុំគ្នាមិត្តភក្តិកាន់តែមួយនេះជីវិតមិនមានន័យយ៉ាងណាណានិយាយទៅរយៈពេលដែលខ្ញុំដើរពីស្ថានីយ៍រថភ្លើងទៅតាមខ្សែដងទន្លេទឹកឬក៏ជ្រោះអីហ្នឹងគឺរយៈពេលប្រហែលជា1ម៉ោងកន្លះទៅ2ម៉ោងហ្នឹងហើយដើរទៅក៏គេមានភោជនីយដ្ឋាននៅក្នុងព្រៃហ្នឹងហើយត្រូវឆ្លងស្ពានឆ្លងអីចឹងទៅលក្ខណៈលាក់ខ្លួនរបៀបដូចម្ហូបតំបន់ចឹងណាហ្នឹងហើយបើថាមនុស្សរៀងច្រើនដែរដោយសារហាងហ្នឹងគឺមានតែមួយអីអញ្ចឹងណាយ៉ាហើយនិយាយទៅវីដេអូខ្ញុំអត់មានអីទៀតទេមានតែប៉ុណ្្នឹងទេហ្នឹងហើយអរគុណសម្រាប់ការទស្សនារហូតដល់ចប់យ៉ាមកតានេះ